everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកចាប់ផ្ដើមស្វែងយល់ជាមួយនឹងoption មួយទៀតពាក់ព័ន្ធជាមួយនឹង find ហើយនឹង replace find select ដើម្បីចូលទៅកាន់ប្រើប្រាស់នៅ find select នឹងបានឬក៏ចង់និយាយថាយើងប្រើនឹងដើម្បីអីគឺ find and replace នឹងមានន័យថាឧបមាថាយើងមានតន័យច្រើនតន័យកខកងចខញអញ្ចឹងទៅអញ្ចឹងឧបមាថាវាច្រើនឥឡូវយើង copy វាសិនមកហើយយើងអូស control v និយាយថាយើងមិនមែនតែកសតងសតអីចឹងទេយើងមានតន័យច្រើនអីចឹងទៅហើយយើងវាក់មើលអញ្ចឹងយើងចង់ដឹងថាឥឡូវអក្សរកឬក៏អក្សរងនៅកន្លែងណាអញ្ចឹងយើងទៅស្វែងរកវាមកនៅក្នុង home ហ្នឹងនេះមានពាក្យថា find និង select ហើយយើងចុចលើហ្នឹងមកយើងចុចពាក្យថា find ដើម្បីស្វែងរកអញ្ចឹងយើងចុចលើ find ហ្នឹងមកនៅក្នុងវា post up នៅផ្ទាំងមួយមកហើយអញ្ចឹងផ្ទាំងហ្នឹងមានពាក្យអីគេ find and replace find តែកន្លែងហ្នឹងយើងប្រើដើម្បីអីអញ្ចឹងយើងចង់ប្រើដើម្បី find ស្វែងរកនៅពាក្យណាមួយឬជាឈ្មោះនរណាម្នាក់ដែលឧទាហរណ៍ថាយើងមានតន័យឈ្មោះច្រើនអញ្ចឹងទៅយើងចង់រកឈ្មោះពីណាម្នាក់ឬក៏ដូចខ្ញុំទៅសេតន័យនេះយើងចង់រកអក្សរណាអក្សរចអញ្ចឹងអក្សរចនៅណាយើងបាយមកយើងវាយអក្សរចរួចយើងដាក់ find next ឬក៏ find all មានថា find next ម្ដងមួយគេវា load cursor នេះអាំពងហ្នឹងមកចំអក្សរចហ่ะ next ទៀតមើលវា load ទៅណាឃើញទេចុច next ទៅវា load ឲ្យទៀតហើយវានឹងរកឲ្យយើងថាអូអក្សរចហ្នឹងនៅកន្លែងណាខ្លះនៅកន្លែងណាមានខ្លះឃើញទេវា load ទៅលើវិញឬក៏ select all បបនេះវាឲ្យយើងមើលឃើញទេនៅសភៅកិច្ចការទី1 sheet ទី1ហើយនៅ cell ចំ cell S4 ឃើញទេ S4 ចំ cell S4 នេះឃើញវាកាត់ទេអញ្ចឹងចំណុចកាត់ហ្នឹងហើយដែលគេហៅថា cell S4 នៅ cell S5 S6 ឃើញអត់នេះ cell S5 cell S6 រហូតមកដល់ cell S24 ឥឡូវយើងសាកមើល S24 អត់ឃើញទេមកដល់ cell S24 មែនគឺសិតតែអក្សរចអញ្ចឹងឥឡូវស្វែងយល់ពីពាក្យ replace មួយទៀត find what replace with ឃើញទេអញ្ចឹងឥឡូវយើងចង់ find គេ find អក្សរចដែរឥឡូវយើងចង់រកអក្សរចដែរហើយយើងរកតែមួយទេឥឡូវឧបមាថាយើងរកសិនកន្លែងហ្នឹងយើងរកសិន find next អញ្ចឹងនោះវានឹងឲ្យវា load មកតែមួយឃើញអត់អញ្ចឹងយើង replace ហ្នឹងមានថាជំនួសឲ្យក៏ជំនួសតែមួយដែរឧបមាយើងជំនួសតែមួយយើងជំនួសទៅឲ្យគេសិននេះយើងទៅសេកន្លែងនេះសិនថាអក្សរចក្នុង cell F5 ហ្នឹងយើងជំនួសទៅអីគេជំនួសទៅជាអក្សរដវិញឥឡូវជំនួសជាអក្សរដវិញហើយយើង replace ចាំមើលវា load តែមួយហ្នឹងឯង load តែនៅអាកន្លែងដែលឈរដែលយើងឈរហ្នឹងឯងចុច replace បបអូខេឃើញទេឃើញវា load មកអក្សរដអត់អញ្ចឹងឧបមាថាឥឡូវយើងចង់ replace all អញ្ចឹងយើងចុច replace all មកវា load ឲ្យបបឃើញទេហើយយើងចុចអូខេមក replace all យើងចង់ replace ម្ដងមួយជំនួសពីពាក្យអក្សរចទៅជាអក្សរដម្ដងមួយឬក៏ជំនួសម្ដងទាំងអស់ក៏បានដែរកន្លែងនេះគឺខ្ញុំវាយកខងហ្នឹងគឺគាត់ថាវាយឲ្យលឿនទេជាទូទៅគេប្រើនៅពេលដែលឈ្មោះមានឈ្មោះច្រើនអញ្ចឹងទៅឈ្មោះ David ឈ្មោះស្រីកាឈ្មោះអីចឹងទៅអញ្ចឹងគេចាប់ដើមរកថាអូឈ្មោះ David នៅណាអញ្ចឹងទៅគេវាយឈ្មោះ David អញ្ចឹងទៅយើង find មកគឺវានឹងទៅរកងាយស្រួលឲ្យយើងអញ្ចឹងពាក់ព័ន្ធមួយ find ហើយនឹង replace ហើយរបៀបដែលយើងទៅកាន់វាក៏វាមាន shortcut ដែរឧបមាយើងចូលទៅកាន់វាអញ្ចឹងនៅក្នុង home ឧបមានៅក្នុង home យើងចូលមក home ហើយយើងចូលមកពាក្យ find នេះឃើញអត់คลิกលើវាទៅវាមកហើយឧបមាថាយើងអត់ចុចអញ្ចឹងទេយើងប្រើ shortcut key អញ្ចឹងដើម្បី shortcut key នៅលើ keyboard យើងបានយើងចុចទៅលើពាក្យ control ឲ្យជាប់ចុចទៅលើពាក្យ control នេះ control ពាក្យ control ចុចពាក្យ control ទៅសញ្ញាហ្នឹងនៅលើ keyboard ហើយយើងចុចឲ្យជាប់ហើយយើងចាំយើងចុចបូកជាមួយនឹងអក្សរ F ឬក៏ control នឹងដដែលចុចបូកជាមួយនឹង control នឹងដដែលចុចបូកជាមួយនឹងអក្សរ X ចុចបូកជាមួយនឹងអក្សរ X នៅពេលដែលបងប្អូនចុចសញ្ញា keyboard control បូកនឹងអក្សរ S មកនោះវានឹង load ទាំងដូចគ្នាឥឡូវឃើញឃើញមកខ្ញុំចុចហ្នឹងណាចាំខ្ញុំចុចឲ្យមើល control អក្សរ S ឃើញទេវា load ពាក្យ find វាឈរនៅលើ find នេះវាអត់ឈរនៅលើ replace អញ្ចឹងបើយើងចុច control ឥឡូវយើងបិទវិញចុច control ដដែលជាមួយនឹងអក្សរ X វាឈរនៅលើពាក្យ replace នេះវាអត់ឈរនៅលើពាក្យ find នេះឃើញទេនេះជា shortcut ងាយស្រួលយើងចុចលើ keyboard ទៅវា load ឲ្យហ្មង